ដើម្បីបង្កើតទម្លាប់ថ្មីមួយបានតើត្រូវចំណាយពេលប៉ុន្មានឲ្យប្រាកដលោកអ្នកការបង្កើតទម្លាប់គឺជាដំណើរការដែលឥរិយាបថមួយប្រែក្លាយទៅជាដំណើរការដោយស្វ័យប្រវត្តិតាមរយៈការអនុវត្តវាដដែលម្ដងហើយម្ដងទៀតអ្នកធ្វើសកម្មភាពមួយដដែលកាន់តែច្រើនរចនាសម្ព័ន្ធខួរក្បាលរបស់អ្នកក៏កាន់តែផ្លាស់ប្ដូរដើម្បីប្រែជាមានប្រសិទ្ធភាពចំពោះសកម្មភាពទាំងនោះអ្នកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទបានឲ្យឈ្មោះវាថាការបង្កើនសក្តានុពលភាពរយៈពេលវែងដែលសំដៅទៅលើការពង្រឹងទំនាក់ទំនងរវាងណឺរ៉ូននៅក្នុងខួរក្បាលដោយផ្អែកទៅលើលំនាំនៃសកម្មភាពបច្ចុប្បន្នជាមួយនឹងការអនុវត្តដដែលការបញ្ជូនសញ្ញាពីកោសិកាមួយទៅកោសិកាមួយទៀតក៏មានភាពប្រសើរឡើងហើយការតភ្ជាប់ទៅនឹងសរសៃប្រសាទក៏កាន់តែបានរឹតបន្តឹងឡើងអ្នកជំនាញខាងសរសៃប្រសាទបានអធិប្បាយអំពីរឿងនេះជាលើកដំបូងនៅក្នុងឆ្នាំ1949ដោយលោក Donald Hebb បានអធិប្បាយថាបាតុភូតនេះគឺត្រូវបានគេស្គាល់ជាទូទៅថាជាច្បាប់របស់ Hebb ដែលបានលើកឡើងថាសរសៃប្រសាទដែលបញ្ជូនសញ្ញាក្នុងពេលតែមួយនឹងបង្កើតទំនាក់ទំនងបានយ៉ាងរឹងមាំការអនុវត្តទម្លាប់មួយដដែលនឹងនាំឲ្យអ្នកឆ្ពោះទៅរកការផ្លាស់ប្ដូរផ្នែករាងកាយនៅក្នុងខួរក្បាលរបស់អ្នកនៅក្នុងខួរក្បាលរបស់អ្នកតន្ត្រីករខួរតូចគឺមានសារៈសំខាន់ណាស់សម្រាប់ចលនាផ្នែករាងកាយប្រៀបដូចជាការដកខ្សែហ្គីតាឬការកូតវីយូឡុងជាដើមដែលវាមានទំហំធំជាងទំហំពិតរបស់វានៅក្នុងខួរក្បាលរបស់អ្នកដែលមិនមែនជាតន្ត្រីករទន្ទឹមនឹងនេះគណិតវិទូក៏បានបង្កើនជាលេខាពណ៌ប្រផេះនៅក្នុងផ្នែកនៃខួរក្បាលដែលដើរតួយ៉ាងសំខាន់នៅក្នុងការគិតលេខនិងគណនាផងដែរទំហំរបស់វាត្រូវបានផ្សារភ្ជាប់គ្នាដោយផ្ទាល់ជាមួយនឹងចំនួននៃពេលវេលាដែលត្រូវបានចំណាយនៅក្នុងវិស័យមួយនេះកាលណាគណិតវិទូមានវ័យកាន់តែចំណាស់និងមានបទពិសោធន៍កាន់តែច្រើននោះការកើនឡើងនៃសារធាតុពណ៌ប្រផេះក៏កាន់តែមានច្រើនទៅតាមនោះដូចគ្នានៅពេលដែលអ្នកវិទ្យាសាស្ត្របានវិភាគខួរក្បាលរបស់អ្នករត់តាក់ស៊ីនៅក្នុងទីក្រុងឡុងពួកគេបានរកឃើញថាតំបន់ Hippocampus ដែលជាចំនួនដ៏ច្រើននៅក្នុងខួរក្បាលដែលពាក់ព័ន្ធទៅនឹង Spatial Memory នោះគឺមានទំហំធំជាងគួរឲ្យកត់សម្គាល់នៅក្នុងខួរក្បាលរបស់ពួកគេជាជាងនៅក្នុងខួរក្បាលរបស់អ្នកដែលមិនមែនជាអ្នករត់តាក់ស៊ីអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ Hippocampus មានទំហំថយចុះនៅពេលដែលអ្នករត់តាក់ស៊ីចូលនិវត្តន៍ប្រៀបដូចទៅនឹងសាច់ដុំរាងកាយដែលកំពុងឆ្លើយតបទៅនឹងការហាត់លើកទម្ងន់យ៉ាងទៀងទាត់ដូច្នោះដែរតំបន់ដ៏ជាក់លាក់មួយចំនួននៃខួរក្បាលនឹងសម្របខ្លួននៅពេលដែលពួកវាបានប្រើប្រាស់និងលែងលូតលាស់នៅពេលដែលពួកវាត្រូវបានទុកចោលជាការពិតណាស់សារៈសំខាន់នៃការអនុវត្តដដែលក្នុងការបង្កើតទម្លាប់គឺត្រូវបានគេទទួលស្គាល់យូរណាស់មកហើយគឺមុនអ្នកវិទ្យាសាស្ត្រសរសៃប្រសាទចាប់ផ្ដើមសិក្សាស្រាវជ្រាវពីរឿងនេះទៅទៀតនៅឆ្នាំ1960ទស្សនវិទូជនជាតិអង់គ្លេសបានកត់សម្គាល់ឃើញថានៅក្នុងការរៀននិយាយភាសាថ្មីមួយការលេងឧបករណ៍តន្ត្រីឬក៏ការធ្វើចលនាដែលមិនទម្លាប់ធ្វើពីមុនមកអារម្មណ៍ពិតប្រាកដដ៏ធំមួយនឹងកើតមានឡើងដោយសារតែបណ្ដាញឆ្លងកាត់ដែលពាញកម្មនីមួយត្រូវឆ្លងកាត់នោះគឺមិនត្រូវបានបង្កើតឡើងនោះឯងប៉ុន្តែនៅពេលដែលការធ្វើដដែលជាញឹកញាប់បានបង្កើតវិថីមួយភ្លាមនោះភាពលំបាកមួយនេះក៏នឹងត្រូវរលាយបាត់ទៅវិញភ្លាមដូចគ្នាហើយសកម្មភាពក៏ប្រែទៅជាមានភាពស្វ័យប្រវត្តិជាខ្លាំង
ដែលធ្វើឲ្យពួកវាអាចត្រូវបានអនុវត្តស្របពេលដែលខួរក្បាលកំពុងតែផ្សារភ្ជាប់ទៅនឹងរឿងផ្សេងពីនេះនៅក្នុងពេលតែមួយបានទាំងសុភវិនិច្ឆ័យនិងភស្តុតាងវិទ្យាសាស្ត្រគឺសុទ្ធសឹងតែយល់ស្របថាការអនុវត្តដដែលគឺជាទម្រង់នៃការផ្លាស់ប្ដូរមួយទាំងអស់រាល់ពេលដែលអ្នកធ្វើសកម្មភាពមួយជាថ្មីម្ដងទៀតគឺអ្នកកំពុងតែដំណើរការសៀកខ្វីសរសៃប្រសាទដ៏ជាក់លាក់មួយដែលត្រូវបានផ្សារភ្ជាប់ទៅនឹងទម្លាប់មួយនោះហើយការនេះមានន័យថាការអនុវត្តសកម្មភាពដដែលរបស់អ្នកគឺជាជំហានដ៏សំខាន់បំផុតមួយដែលអ្នកអាចអនុវត្តបានដើម្បីសរសេរកូដចូលទៅក្នុងសរសៃប្រសាទសម្រាប់ទម្លាប់ថ្មីរបស់អ្នកនោះហើយជាមូលហេតុដែលនិស្សិតដែលបានថតរូបរាប់សិបសន្លឹកនោះបានអភិវឌ្ឍជំនាញរបស់ពួកគេខណៈពេលដែលនិស្សិតដែលគ្រាន់តែបង្កើតទ្រឹស្ដីអំពីរូបភាពដ៏ឥតខ្ចោះមិនបានអនុវត្តជំនាញរបស់ពួកគេនោះក្រុមមួយចូលរួមក្នុងសកម្មភាពអនុវត្តសកម្មក្រុមមួយទៀតនៅក្នុងការរៀនសូត្រដោយសកម្មមួយក្នុងសកម្មភាពមួយទៀតនៅក្នុងចលនារាល់ទម្លាប់ទាំងអស់នឹងដើរតាមគន្លងស្រដៀងគ្នាមួយទៅនឹងការអនុវត្តដែលពេញដោយការខិតខំប្រឹងប្រែងទៅជាឥរិយាបថដែលប្រកបដោយភាពស្វ័យប្រវត្តិភាពស្វ័យប្រវត្តិគឺជាភស្តុតាងក្នុងការអនុវត្តឥរិយាបថដោយមិនគិតអំពីជំហាននីមួយៗដែលកើតឡើងនៅពេលដែលអសម្បញ្ញៈកំពុងគ្រប់គ្រងកាន់កាប់លើនោះអ្នកស្រាវជ្រាវបានតាមដានទៅលើកម្រិតនៃភាពស្វ័យប្រវត្តិសម្រាប់ទម្លាប់ដ៏ជាក់លាក់មួយដូចជាការដើររយៈពេល10នាទីជារៀងរាល់ថ្ងៃទម្រង់រូបរាងនៃគំនូសស្ថិតិដែលអ្នកវិទ្យាសាស្ត្របានឲ្យឈ្មោះថាខ្សែកោងនៃការសិក្សារៀនសូត្រទាំងនេះបានបង្ហាញពីការពិតដ៏សំខាន់មួយអំពីការផ្លាស់ប្ដូរឥរិយាបថរបស់យើងការបង្កើតទម្លាប់មួយគឺផ្អែកទៅលើភាពញឹកញាប់មិនមែនពេលវេលាឡើយសំណួរទូទៅមួយដែលខ្ញុំតែងតែឮជានិច្ចនោះគឺទម្រាំបង្កើតទម្លាប់ថ្មីមួយបានតើត្រូវចំណាយពេលយូរប៉ុណ្ណាទៅប៉ុន្តែអ្វីដែលមនុស្សគួរសួរពិតប្រាកដនោះគឺដើម្បីបង្កើតទម្លាប់ថ្មីមួយបានតើត្រូវធ្វើវាប៉ុន្មានដងទៅតែប៉ុណ្្នឹងឯងតើត្រូវធ្វើដដែលប៉ុន្មានដងទៀតទម្រាំតែបង្កើតទម្លាប់ថ្មីមួយបានដោយស្វ័យប្រវត្តិនោះវាគ្មានអាថ៌កំបាំងអ្វីទាក់ទងទៅនឹងពេលវេលាដែលកំពុងតែឆ្លងកាត់ជាមួយនឹងការបង្កើតទម្លាប់នោះទេវាមិនសំខាន់ត្រង់ថាតើវាមានរយៈពេល21ថ្ងៃឬ30ថ្ងៃឬក៏300ថ្ងៃនោះទេអ្វីដែលសំខាន់នោះគឺស្ថិតនៅលើកម្រិតអត្រានៃអ្វីដែលអ្នកកំពុងតែអនុវត្តទៅលើឥរិយាបថទាំងនោះទៅវិញទេអ្នកអាចនឹងធ្វើម្យ៉ាងចំនួន2ដងក្នុងរយៈពេល30ថ្ងៃឬ200ដងក្នុងរយៈពេល30ថ្ងៃបានវាគឺជាប្រេកង់នៃភាពញឹកញាប់ទៅវិញទេដែលបង្កឲ្យមានភាពខុសគ្នានោះទម្លាប់បច្ចុប្បន្នរបស់អ្នកត្រូវបានបញ្ចូលទៅក្នុងដំណើរការរាប់រយដងនៃការអនុវត្តដដែលនោះទម្លាប់ថ្មីក៏ទាមទារកម្រិតប្រេកង់នៃភាពញឹកញាប់ដូចគ្នាអញ្ចឹងដែរអ្នកត្រូវផ្សារភ្ជាប់ទៅនឹងការខិតខំប្រឹងប្រែងប្រកបដោយភាពជោគជ័យរបស់ខ្លួនឲ្យបានគ្រប់គ្រាន់រហូតទាល់តែឥរិយាបថរបស់អ្នកត្រូវបានបង្កប់យ៉ាងរឹងមាំនៅក្នុងចិត្តរបស់អ្នកហើយអ្នកនឹងបានឆ្លងផុតខ្សែបន្ទាត់នៃទម្លាប់នោះជាពុំខាននៅក្នុងការអនុវត្តវាមិនសំខាន់ត្រង់ថាតើអ្នកត្រូវការរយៈពេលប៉ុន្មានសម្រាប់ទម្លាប់របស់អ្នកដើម្បីឲ្យវាមានភាពស្វ័យប្រវត្តិនោះទេអ្វីដែលសំខាន់នោះគឺអ្នកត្រូវចាប់ផ្ដើមសកម្មភាពដែលអ្នកត្រូវធ្វើដើម្បីបង្កើតភាពរីកចម្រើនសម្រាប់ខ្លួនទៅវិញទេបើពុំនោះទេ
មិនថាសកម្មភាពមួយមានលក្ខណៈស្វ័យប្រវត្តិពេញលេញប៉ុណ្ណានោះទេក៏វានៅតែខ្វះភាពសំខាន់ដដែលអញ្ចឹងដើម្បីកសាងទម្លាប់អ្នកត្រូវអនុវត្តវាហើយមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីធ្វើឲ្យការអនុវត្តរបស់អ្នកអាចកើនឡើងបានគឺអ្នកត្រូវកាន់ខ្ជាប់ទៅនឹងគោលការណ៍ទី3នៃការផ្លាស់ប្ដូរឥរិយាបថនោះគឺធ្វើវាឲ្យคล้ายទៅជារឿងងាយស្រួល